បាញ់ប្រហារក៏ក្រៅទីក្រុងវ៉ាស៊ីនតោននៅក្នុងពិធីជប់លៀងដែលមានលោកដូណាល់ត្រាំចូលរួមហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីយប់ថ្ងៃទី25មេសាប្រហែលម៉ោង 8:30 នាទីយប់នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននៅឯសណ្ឋាគារ Washington Hilton ខណៈពេលដែលលោកប្រធានាធិបតីត្រាំកំពុងអង្គុយពិសាអាហារជាមួយភរិយានិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតស្រាប់តែមានសម្លេងកំភ្លើងបាញ់ផ្ទុះចំនួន6គ្រាប់ចេញពីច្រកផ្លូវក្បែរសាលពិធីដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅច្របូកច្របល់ពេញសណ្ឋាគារនេះបើយោងតាមគេហទំព័រ CBS News បន្ទាប់មកភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកបានស្ទុះទៅការពារនិងនាំខ្លួនលោកដូណាល់ត្រាំព្រមទាំងភរិយាចេញពីវេទិកាភ្លាមរីឯអ្នកសារព័ត៌មាននិងមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ទៀតបាននាំគ្នាផ្អាកពិសាអាហារហើយអោនចុះក្រោមតុដើម្បីកិច្ចពីក្រកកំភ្លើងយោងតាមរបាយការណ៍បឋមជនដៃដល់ម្នាក់ដែលកាន់កំភ្លើងវែងត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បង្ក្រាបនៅក្បែរតំបន់ត្រួតពិនិត្យសន្តិសុខទោះបីជាមានព័ត៌មានដំបូងថាខ្មាន់កំភ្លើងបានសម្លាប់ប៉ុន្តែក្រោយមកសេតវិមានបានបញ្ជាក់ថាជននោះនៅមានជីវិតនិងស្ថិតក្រោមការឃុំខ្លួននៅឡើយទេក្នុងចំណោមអ្នកដែលត្រូវបានជំនះចេញជាមួយប្រធានាធិបតីរួមមានអនុប្រធានាធិបតីលោក JD Vance រដ្ឋមន្ត្រីក្រសួងការពិជាតិលោក Pete Hegseth និងមន្ត្រីសំខាន់ជាច្រើនរូបទៀតដូចជាលោក Robert F Kennedy Jr និងលោក Kash Patel ជាដើមបន្ទាប់ពីហេតុការណ៍នេះបានធូរស្រាលបន្តិចលោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រុសសរដោយសរសើរពីភាពក្លាហានរបស់សមត្ថកិច្ចនិងបានប្រកាសផងថាលោកនឹងរៀបចំសន្តិសុខកាសែតជាបន្តពីសេតវិមានដើម្បីបំភ្លឺជុំវិញរឿងរ៉ាវដ៏គ្រោះថ្នាក់មួយនេះទោះជាយ៉ាងណាព័ត៌មានថ្មីចុងក្រោយបង្អស់ពីលោក Jeffrey Carroll ដែលជាប្រធានស្ដីទីនៃប៉ូលីសតំបន់ Washington បានទម្លាក់ឲ្យដឹងថាជនដៃដល់ដែលបានបង្កការបាញ់ប្រហារកាលពីយប់មិញមិនមែនមកពីខាងក្រៅទេប៉ុន្តែត្រូវបានគេជឿថាជាភ្ញៀវដែលបានស្នាក់នៅក្នុងសណ្ឋាគារ Washington Hilton នឹងតែម្ដងនេះគឺជាចំណុចដ៏គួរឲ្យរន្ធត់តែម្ដងព្រោះថាជនម្នាក់នេះបានស្នាក់នៅចំកន្លែងដែលកម្មវិធីជប់លៀងរបស់លោកដូណាល់ត្រាំកំពុងប្រារព្ធឡើងអ្វីកាន់តែរន្ធត់ជាងនេះទៅទៀតគឺគ្រឿងអាវុធដែលជននោះបានមកពាក់តាមខ្លួននៅពេលដែលជនសង្ស័យព្យាយាមសម្រុកចូលកន្លែងត្រួតពិនិត្យសន្តិសុខរបស់ភ្នាក់ងារសម្ងាត់នៅឯកន្លែងទទួលភ្ញៀវសមត្ថកិច្ចបានរកឃើញថាជនម្នាក់នេះប្រដាប់ដោយអាវុធសាហាវជាច្រើនរួមមានកំភ្លើងបាញ់សត្វកំភ្លើងខ្លីធន់និងកំបិតជាច្រើនទៀតដាក់តាមខ្លួនអាជ្ញាធរបានបញ្ជាក់ផងថាជនសង្ស័យបានផ្ទុះអាវុធយ៉ាងតិចមួយគ្រាប់មុនពេលដែលកម្លាំងសមត្ថកិច្ចសម្រុកចូលទៅបង្ក្រាបនិងឃាត់ខ្លួនបានសម្រេចការដែលខ្មាំងកំភ្លើងគឺជាភ្ញៀវក្នុងសណ្ឋាគារបានបង្ហាញថាគេអាចនឹងមានគម្រោងការទុកជាមុនយ៉ាងច្បាស់លាស់ដើម្បីត្រៀមខ្លួនវាយប្រហារលោកដូណាល់ត្រាំក្នុងចម្ងាយជិតបំផុតឥឡូវនេះមានសំណួរថាតើជនសង្ស័យនេះគឺជាជនជាតិអាមេរិកខ្លួនឯងឬក៏ជាឃាតករស៊ីឈ្នួលដែលគេបញ្ជូនមកពីក្រៅប្រទេសនេះហើយជាអាចកំបាំងដែលលោកដូណាល់ត្រាំនឹងត្រូវទម្លាយក្នុងសន្តិសុខកាសែតនាពេលឆាប់ខាងមុខនេះចាំមើលថាតើមេខ្លោងធំប៉ុណ្ណាដែលហ៊ានលេងល្បែងសម្រាប់មេដឹកនាំអាមេរិកនៅកណ្ដាលទីក្រុង Washington បែបនេះជួបគ្នានាពេលបន្តិចទៀតនេះប្រិយមិត្តខ្ញុំសំអាងវណ្ណៈ True Insider Smoothly Black Cambodia Beer World Class Brew